រឿងនិទាននៃការក្បត់និងការកើតជាថ្មីរឿងនេះចាប់ផ្ដើមនៅក្នុងពិភពលោកមួយដែលបានផ្លាស់ប្ដូរដោយសារការមកដល់នៃការភ្ញាក់រលឹក Awakening នៅតំបន់វាលខ្សាច់ដ៏ត្រជាក់និងស្ងាត់ជ្រងំក៏មានបុគ្គលខ្លាំងៗជាច្រើនបានប្រមូលផ្ដុំគ្នាការផ្ដោតសំខាន់របស់ពួកគេគឺរូងមរណៈ Death Den ដែលជាគុកងងឹតលំដាប់ S កំពូលដែលជាទីតាំងរបស់អង្គភាពបុរាណមួយគុកងងឹតនេះជាគុកទី1ដែលបានលេចឡើងនៅលើភព Planet Asia ហើយនៅតែមិនអាចយកឈ្នះបានអស់រយៈពេលជាច្រើនទសវត្សរ៍ច្រកចូលរបស់វាពោពេញទៅដោយឆ្អឹងគ្រោងឆ្អឹងរបស់មេខ្លោងរាប់មិនអស់ដែលមិនដែលបានត្រឡប់មកវិញទោះយ៉ាងណាក៏ដោយថ្ងៃនេះគឺខុសពីធម្មតាវីរៈបុរសម្នាក់ឈ្មោះស៊ូមីងបានហ៊ានប្រឈមនឹងរូងមរណៈតែម្នាក់ឯងបន្ទាប់ពីការប្រយុទ្ធដ៏ខ្លាំងក្លាមួយគាត់បានទទួលជ័យជំនះដោយបានសម្លាប់បិសាចលំដាប់ទេពរបស់គុកងងឹតនោះប៉ុន្តែនៅពេលចេញមកវិញទាំងខ្លួនអស់កម្លាំងគាត់មិនត្រូវបានទទួលដោយការសរសើរឡើយផ្ទុយទៅវិញគាត់ត្រូវបានវាយឆ្មោកដោយបុរសដែលធ្លាប់ជាសម្ព័ន្ធមិត្តរបស់គាត់ពួកគេបានឡោមព័ទ្ធគាត់ជាមួយនឹងចេតនាអាក្រក់ម្នាក់បាននិយាយចំអកឲ្យស៊ូមីងឲ្យបញ្ឈប់ការទប់ទល់ហើយប្រគល់វត្ថុស័ក្តិសិទ្ធិរបស់ទេពដែលគាត់ទើបតែទទួលបានទៅម្នាក់ទៀតបានប្រកាសថាវាសនារបស់គាត់ត្រូវបានកំណត់ហើយដោយហៅគាត់ដោយពាក្យចំអោថាជាវីរៈបុរសនៃមនុស្សធានិងសន្យាថានឹងស្លាប់យ៉ាងរហ័សប្រសិនបើគាត់ចុះចានស៊ូមីងដែលមានធម៌ពលកំពុងឆាបឆេះជុំវិញខ្លួនយល់ពីផែនការរបស់ពួកគេគាត់ដឹងថាពួកគេបានរងចាំឲ្យគាត់បោសសម្អាតគុកងងឹតដើម្បីលួចវត្ថុស័ក្តិសិទ្ធិដ៏មានអានុភាពនោះគាត់បានសួរថាតើនេះគឺជាផែនការរបស់ពួកគេតាំងពីដើមមែនទេចំណោមជនក្បត់ទាំងនោះបុរសសក់ទង់ដែងម្នាក់ឈ្មោះយ៉ាងតាំងបានដើរទៅមុខដកដាវរបស់គាត់ដែលបញ្ចេញភ្លេកបន្ទាស់ពណ៌ខៀវគាត់បានប្រឈមមុខនឹងអតីតមិត្តរបស់គាត់យ៉ាងផ្លូវការទាមទារវត្ថុស័ក្តិសិទ្ធិនិងអំពាវនាវដល់មិត្តភាពកន្លងទៅដោយឲ្យតល្អឲ្យគាត់ទុកជីវិតស៊ូមីងជាធ្នូលនឹងវត្ថុនោះយ៉ាងតាំងញញឹមដោយមោទនៈថាគាត់នឹងបំផ្លាញធម៌ពលបន្តិចបន្តួចដែលស៊ូមីងនៅសល់កាន់ដាវពណ៌ក្រហមដ៏ភ្លឺចែងចាំងរបស់គាត់ស៊ូមីងបានទួញសោកចំពោះភាពល្ងងខ្លៅរបស់គាត់បានចាត់ទុកបុរសទាំងនេះដោយបងប្អូនតាំងពីពួកគេនៅក្មេងបានប្រយុទ្ធជាមួយគ្នារាប់ឆ្នាំហើយមិនដែលសង្ស័យពីធម្មជាតិពុលរបស់ពួកគេឡើយពោពេញទៅដោយភាពជូរចត់នៃការក្បត់គាត់បានសម្រេចចិត្តមិនចោះចាញ់ដោយស្ងៀមស្ងាត់ទេគាត់លើកអាវុធរបស់គាត់បញ្ចេញធម្មពលដ៏ធំសម្បើមពណ៌ក្រហមនិងពណ៌ស្វាយចេញពីវត្ថុស័ក្តិសិទ្ធិបង្កឲ្យមានការផ្ទុះដ៏ធំមួយឈរដោយការតាំងចិត្តស៊ូមីងបានប្រកាសប្រាប់អតីតសមិទ្ធរបស់គាត់ថាប្រសិនបើពួកគេចង់បានចិញ្ចៀនប្រឆាំងដាវពួកគេត្រូវតែព្យាយាមយកវាប៉ុន្តែគាត់សង្ស័យថាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេខ្លាំងគ្រប់គ្រាន់នោះទេធម្មពលដ៏មហិមាបានធ្វើឲ្យអតីតសមានមតិរបស់គាត់ស្តុកអារម្មណ៍ម្នាក់ក្នុងចំណោមមនុស្សរបស់យ៉ាងតាំងបានអន្ទះសារដោយជំរុញឲ្យក្រុមសម្លាប់ស៊ូមីងយ៉ាងឆាប់រហ័សយ៉ាងតាំងបានណែនាំឲ្យទប់អារម្មណ៍ដោយប្រមានប្រឆាំងនឹងភាពមិនប្រុងប្រយ័ត្ននៅពេលដែលស៊ូមីងកំពុងកាន់វត្ថុស័ក្តិសិទ្ធិនៅពេលដែលការប្រឈមមុខនៅតែបន្តតួអង្គថ្មីម្នាក់បានចោះមកពីលើមេឃហៅឈ្មោះស៊ូមីងគាត់ងើបមើលដោយភ្ញាក់ផ្អើលនៅពេលដែលស្ត្រីសក់ពណ៌ផ្កាឈូកឈ្មោះរិនហ្សាវម៉ានបានហោះមករកគាត់នាងបានអោបគាត់យ៉ាងណែនពន្យល់ថានាងបានឮថានរណាម្នាក់កំពុងរៀបចំផែនការតក់នឹងគាត់ហើយនាងក៏មកព្រោះតែបារម្ភស៊ូមីងបានធានាដល់នាងប្រាប់ថាមិនអីទេហើយស្ត្រីរបស់ពួកគេមិនអាចតទល់នឹងគាត់បានទេទោះយ៉ាងណាគាត់ឆ្ងល់ថាតើស្ត្រីរបស់គាត់អាចតាមដានគាត់បានច្បាស់លាស់យ៉ាងដូចម្តេចពេលគាត់កំពុងគិតយ៉ាងតាងក៏ញញឹមដោយដឹងនៅពេលនោះស៊ូមីងមានអារម្មណ៍ឈឺចាប់យ៉ាងខ្លាំងនៅខ្នងរបស់គាត់រិនហ្សាវម៉ានបានចាក់គាត់ខ្សែប្រាប់ថានាងគឺជាអ្នកដែលបានបង្ហាញទីតាំងរបស់គាត់ភ្ញាក់ផ្អើលស៊ូមីងសម្លឹងមើលនាងខណៈរង្វង់វេទមន្តពណ៌ក្រហមភ្លឺនៅលើដៃរបស់នាងដែលកាន់កាំបិតគាត់មិនអាចយល់បានថាហេតុអ្វីបានជានាងដែលជាមនុស្សគ្រប់រូបធ្វើបែបនេះឆ្លងកាត់សមរភូមិយ៉ាងថាំង
បានស្រ័យដោយជោគជ័យដោយប្រកាសថាការតាលីកាចុងក្រោយត្រូវបានដាក់ចូលហើយបន្ទាប់មកគាត់បានបញ្ជាឲ្យដំណើរការនៅទម្រង់ជាប់គុកភ្លាមនោះនិមិត្តសញ្ញាពណ៌ក្រហមដ៏ធំមួយបានលេចឡើងនៅផ្ទៃមេឃពីលើស៊ូមីងធ្វើឲ្យគាត់ជាប់អន្ទាក់ចេញពីមុខរបួសខ្សែសង្វាក់ពណ៌ក្រហមដ៏ភ្លឺចែងចាំងបានផុសឡើងរុំជុំវិញខ្លួនរបស់គាត់និងទប់ធម្មពលរបស់គាត់បានស្គាល់សញ្ញាបណ្ដាសានោះថាជាកម្មសិទ្ធិរបស់រិនស៊ូម៉ាន់ហើយដឹងថានាងច្បាស់ជាបានរៀបចំផែនការក្បត់គាត់តាំងពីយូរយ៉ាណែមកហើយចាំងតាំងបានដើរទៅឈើក្បែររ៉ែនសាម៉ាន់ដោយយកដៃអោបនាងគាត់បានពន្យល់ដល់ចំអោថាទម្រង់ជាប់គុកនេះត្រូវបានរៀបចំជាពិសេសសម្រាប់គាត់ហើយនឹងការពារគាត់ពីការបញ្ចេញធម្មពលរបស់គាត់រ៉ែនសាម៉ាន់បានបន្ថែមយ៉ាងសាហាវថានាងតែងតែនៅជាមួយចាំងតាំងតែប៉ុណ្ណោះនាងបានប្រាប់ស៊ូមីងដោយត្រជាក់ចិត្តថាគោលបំណងតែមួយគត់របស់គាត់គឺដើម្បីក្លាយជាឧបករណ៍ដោយសារតែទេពកោសល្យកម្រ9តារារបស់គាត់ពួកគេត្រូវការគាត់ដើម្បីទទួលបានពិធីស័ក្តិសិទ្ធិរបស់ទេពសម្រាប់ពួកគេទាំងបាក់បែកនិងក្បត់ស៊ូមីងបានដួលចុះលើជង្គង់ដោយស្រែកដោយកំហឹងនិងទុក្ខសោកជាមួយនឹងស៊ូមីងដែលត្រូវបានចងភ្ជាប់នឹងអស់អំណាចចាំងតាំងបានបញ្ជាឲ្យកូនចៅរបស់គាត់សម្លាប់គាត់នឹងដណ្ដើមយកវត្ថុស័ក្តិសិទ្ធិពួកគេបានសម្រុកទៅមុខអាវុធរបស់ពួកគេភ្លឺចែងចាំងត្រៀមវាយប្រហារប៉ុន្តែនៅពេលដែលពួកគេហៀបនឹងទៅដល់គាត់ដីក៏ផ្ទុះឡើងដៃគ្រោងឆ្អឹងដ៏ធំមួយបានផ្ទុះចេញមកបន្ទាប់មកដោយរលលោកនៃអ្នកចម្បាំងគ្រោងឆ្អឹងដែលបានស្ដេចចាប់អ្នកវាយប្រហារការពារស៊ូមីងបានមើលដោយភ្ញាក់ផ្អើលឆ្ងល់ថាអ្នកណាបានមកជួយគាត់អ្នកជួយសង្គ្រោះគឺជាស្ត្រីម្នាក់ដែលមានសក់ពណ៌ស្វាយស្រាលនិងអាវក្រណាត់បិទមុខស៊ូមីងបានស្គាល់នាងថាជាជីយ៉ាវដែលជាអ្នកជំនាញខាងអ្នកហៅខ្មោច Necromancer នាងបានចោះចោតនៅចន្លោះស៊ូមីងនិងសត្រូវរបស់គាត់ដោយកាន់ដំបងដ៏មានអានុភាពនាងបានជំរុញឲ្យគាត់កុំចោះចាន់តាំងចិត្តការពារមនុស្សអាក្រក់ពីការទទួលបានវត្ថុស័ក្តិសិទ្ធិចែងតែងសោយចំអកចំពោះការមកដល់របស់នាងបដិសេធនាងជាមនុស្សម្នាក់ទៀតដែលបានមកស្លាប់គាត់អួតថាវាមានមេខ្លោងរាប់សិបនាក់នៅខាងគាត់សូម្បីតែអធិរាជដ៏អស្ចារ្យក៏មិនអាចជួយស៊ូមីងបានដែរកូនចៅរបស់គាត់បានប៉ះទង្គិចជាមួយខ្មោចដែលជីយ៉ាវបានកោះហើយចែងតែងដោយកំហឹងបានវាប្រហាបទ្រាំទៅលើជីយ៉ាវប្រកាសថាអ្នកណាក៏ដោយដែលរារាំងគាត់នឹងស្លាប់ខណៈពេលដែលជីយ៉ាវកំពុងប្រយុទ្ធម្នាក់គ្រឿងចំណោមមនុស្សរបស់ចែងតែងបានប្រមាននាងឲ្យមើលជុំវិញខ្លួនប៉ុន្តែវាគឺជាការបញ្ឆោតការប្រមាននោះជាការបង្វេងអារម្មណ៍ហើយនាងបានបែរមកដោយភ័យភ្ញាក់ផ្អើលពេលដែលចែងតាំងជួលមកចិត្តគាត់បានបកអាវុធដែលព័ទ្ធជុំវិញដោយភ្លេចបន្ទងរបស់គាត់មករកនាងប្រាប់មិត្តរួមថ្នាក់របស់គាត់កុំឲ្យគិតថាទង្វើរបស់គាត់ខុសស៊ូមីងដែលនៅតែជាប់អន្ទាក់អាចត្រឹមតែមើលដោយភ័យរន្ធត់និងស្រែកឈ្មោះនាងពេលដែលការវាយប្រហារនោះបានភ្ជាប់គ្នាជាមួយនឹងជីយ៉ាវដែលអស់កម្លាំងចែងតាំងឃើញឱកាសរបស់គាត់ប្រាប់ស៊ូមីងថាការព្រួយបារម្ភរបស់គាត់ចំពោះអ្នកផ្សេងគឺមិនសមរម្យទេហើយឥឡូវនេះវាដាល់វៀនរបស់គាត់ហើយដែលត្រូវស្លាប់បន្ទាប់មកគាត់បានចាក់ដាវពណ៌ខៀវដល់ព្រូចែងចាំងរបស់គាត់ជ្រៅទៅក្នុងទ្រូងរបស់ស៊ូមីងចែងតែងអៀងចូលដល់ជម្រៅដ៏គ្រោលគ្រាមចុងក្រោយប្រគល់វត្ថុស័ក្តិសិទ្ធិហើយគាត់ប្រហែលនឹងទុកជីវិតដ៏គ្រោះឲ្យអាណិតរបស់គាត់ប៉ុន្តែស៊ូមីងមានទង្វើប្រឆាំងចុងក្រោយកាន់ឆ្គាំងវត្ថុវេទមន្តឈាមហូរចេញពីមាត់របស់គាត់បានសម្លឹងមើលជន់ក្បត់របស់គាត់ដោយភាពស្អប់ក្អឹមជីខ្លាំងគាត់ហៅពួកគេថាជាបិសាចដ៏ពិតប្រាកដខណៈពេលដែលធម្មពលពណ៌ក្រហមនិងខ្មៅដ៏គួរឲ្យភ័យខ្លាចបានចាប់ដាំកាតឡើងនៅក្នុងខ្លួនរបស់គាត់នៅក្នុងការភ្នាល់ដ៏អស្ចារ្យចុងក្រោយស៊ូមីងបានបញ្ចេញសមត្ថភាពបំផ្លាញខ្លួនឯងបច្ចេកទេសលំដាប់ទេពការផ្ទុះបំភ្លេចបំផ្លាញ God Tier Technique Annihilation Burst ការផ្ទុះដ៏ធំមួយបានផុសចេញពីរាងកាយរបស់គាត់បង្ខំឲ្យ Yang Tang និង Ren Xiaoman ថយក្រោយដោយការភ័យស្លន់ស្លោក្រោយការផ្ទុះសមរភូមិបានស្ងាត់ស្ងៀមស៊ូមីងដែលរងរបួសយ៉ាងធ្ងន់ធ្ងរបានលូកដៃចេញខ្សឹបឈ្មោះយីយ៉ាវគាត់បានលូនទៅក្បែរនាងកើយរាងកាយដែលរងរបួសរបស់នាងពោពេញទៅដោយការសោកស្ដាយសួរថាតើនាងមកដើម្បីកត់ហេតុអ្វីខណៈដែលគាត់បានធ្វើឲ្យនាងខកចិត្តជាច្រើនដងយីយ៉ាវជាមួយនឹងស្នាមញញឹមដ៏ស្រាលនិងសន្តិភាពបានលូកដៃឡើងប៉ះមុខរបស់គាត់ប្រាប់គាត់ថាប្រសិនបើនេះជាការបញ្ចប់របស់ពួកគេគួរតែស្លាប់ជាមួយគ្នានៅពេលដែលជីវិតរបស់គាត់បានរសាត់ទៅឆ្ងាយស៊ូមីងបានរកកម្លាំងចុងក្រោយ
ដាវរបស់គាត់បានលិចហើយចាក់ចូលទៅក្នុងដីនៅពីមុខគាត់ជាការប្រកាសប្រឆាំងនឹងសត្រូវរបស់គាត់កាន់រូបកាយយីយ៉ាវយ៉ាងជិតស្និទ្ធស៊ូមីងដែលជាអ្នកសម្លាប់ទេព God Slayer បានស្បត់យ៉ាងអោឡារិកគាត់បានប្រកាសថាប្រសិនបើគាត់ត្រូវបានកើតជាថ្មីគាត់នឹងតាមប្រមាញ់ Ren Xiaoman និង Yang Teng ហើយពួកគេជាបំណៃជនក្បត់របស់គាត់មើលពីចម្ងាយទាំងផនច្រឡំបន្ទាប់មកការភ្ញាក់ផាវលេចឡើងនៅលើមុខរបស់ Yang Teng គាត់យល់ផែនការដ៏អស់សង្ឃឹមរបស់ Su Ming គាត់នឹងយកវត្ថុស័ក្តិសិទ្ធិរបស់ទេពទៅជាមួយគាត់ទៅកាន់សេចក្តីស្លាប់អូវាចូលទៅក្នុងទីជ្រៅនៃរោងមរណៈដូច្នេះពួកគេមិនអាចមានវាឡើយជាមួយនឹងស្បត់ចុងក្រោយរបស់ Su Ming គាត់ប្រាប់ពួកគេថាប្រសិនបើពួកគេចង់បានវត្ថុស័ក្តិសិទ្ធិរបស់ទេពពួកគេនឹងត្រូវតែមកយកវាបន្ទាប់មកគាត់លោតចុះពីលើច្រងថ្មអោបយីយ៉ាវហើយធ្លាក់ចូលទៅក្នុងធម្មពលដ៏វឹកវរខាងក្រោមនៅក្នុងដៃរបស់គាត់ចិញ្ចៀនប្រឆាំងដាវបានភ្លឺដោយពន្លឺពណ៌មាសដ៏អស្ចារ្យពិភពលោកបានរលាយបាត់ទៅក្នុងភាពសដៃរបស់ស៊ូមីងបានធ្លាក់ចុះដូចជាជីវិតបានចាក់ចេញពីគាត់យ៉ាងជិតកើតជាថ្មីប៉ុន្តែបន្ទាប់មកស្មារតីរបស់គាត់បានត្រឡប់មកវិញគាត់បានរកឃើញខ្លួនឯងមិននៅក្នុងទីជ្រៅទេប៉ុន្តែបែរជាសម្លឹងមើលមេឃផស្ករស្ក្រឹមនិងអាគារសាលាដែលធ្លាប់ស្គាល់ទាំងភ័ន្តច្រឡំអារម្មណ៍ដ៏ធ្លាប់ស្គាល់បានបកមកវិញនៅពេលដែលគាត់ដឹងថាគាត់បានធ្វើដំណើរត្រឡប់ទៅមុខអតីតកាលគាត់មានអាយុ18ឆ្នាំម្ដងទៀតនៅថ្ងៃពិធីភ្ញាក់រលឹករបស់គាត់ខ្លួនឯងខណៈពេលដែលស៊ូមីងឈរនៅកណ្ដាលសិស្សភាពចងចាំរបស់គាត់អំពីថ្ងៃនេះបានត្រឡប់មកវិញយ៉ាងច្បាស់លាស់គាត់បានស្គាល់វងឆាងដែលគាត់ចាំថាត្រូវបានគេហៅថាខ្លាញ់គាត់នឹកឃើញថាវងឆាងក៏បានក្លាយជាអ្នកវេទមន្តបង្កប់នៅក្នុងជីវិតមុនរបស់គាត់ផងដែរដែលបញ្ជាក់ថានេះមិនមែនជាសុបិនទេដើម្បីសាកល្បងការចងចាំរបស់គាត់បន្ថែមទៀតគាត់បានគិតអំពីសិស្សដែលនៅបន្ទាប់គាត់ចាំថាលីសឹងយ៉ាងនឹងក្លាយជាអ្នកចម្បាំងពីរតារាការភ្ញាក់រលឹករបស់ឈិនយូនឹងបរាជ័យហើយសូងលីនឹងក្លាយជាអ្នកជំនួយការប្រយុទ្ធព្រឹត្តិការណ៍បានលាតត្រដាងដោយដែលគាត់បានចងចាំយ៉ាងពិតប្រាកដលីសឹងយ៉ាងបានប្រារព្ធការភ្ញាក់រលឹករបស់គាត់ជាជោគជ័យជាអ្នកចម្បាំងគាត់ត្រូវបានបន្តដោយឈិនយូដែលយំដោយការខកចិត្តបន្ទាប់ពីការភ្ញាក់រលឹករបស់គាត់បានបរាជ័យហើយបន្ទាប់មកដោយសូងលីដែលក្លាយជាអ្នកជំនួយការប្រយុទ្ធជាមួយនឹងព្រឹត្តិការណ៍នីមួយៗដែលត្រីគ្នាជាមួយនឹងការចងចាំរបស់គាត់រាល់ការសង្ស័យដែលស៊ូមីងមានត្រូវបានលុបចោលស្នាមញញឹមប្រកបទៅដោយទំនុកចិត្តបានលេចឡើងនៅលើមុខរបស់គាត់នៅពេលដែលគាត់បានទទួលយកយ៉ាងពេញលេញថាគាត់ពិតជាបានកាចជាថ្មីមែនមុខមាត់របស់គាត់បានប្រែទៅជាកំហឹងយ៉ាងខ្លាំងនៅពេលដែលការចងចាំដ៏ឈឺចាប់នៃការក្បត់របស់ចាងតាំងនិងរិនឈៀវម៉ានបានភ្លឹងឡើងនៅក្នុងគំនិតរបស់គាត់មានអារម្មណ៍ថាឱកាសទី2នេះត្រូវតែជាអំណោយពីឋានសួគ៌ផ្ដល់ឱកាសឲ្យគាត់សរសេរអតីតកាលរបស់គាត់ឡើងវិញនិងសងសឹកដល់ការសោកស្ដាយរបស់គាត់គំនិតរបស់គាត់បានរំខានដោយការដង្ហើមធំពីផៅមនុស្សនៅលើឆាកចាងតាំងដែលក្មេងជាងមុនកំពុងភ្ញាក់រលឹកព័ទ្ធជុំវិញដោយពន្លឺពណ៌ស្វាយដ៏អស្ចារ្យអ្នកប្រកាសបានប្រកាសដោយរំភើបថាចាងតាំងបានភ្ញាក់រលឹកនៃឋានៈប្រយុទ្ធល្បាក់កំណាំងដ៏កម្រមួយគឺអ្នកចម្បាំងថនតុក្កតាអារ្យជាមួយនឹងគុណលក្ខណៈពីកំណាត់បាំ3ផ្កៃដ៏មានអានុភាពខ្លាំងសើបានភ្ញាក់ហ្វាល់និយាយថាការភ្ញាក់រលឹកយ៉ាងមានអានុភាពបែបនេះត្រូវបានរំពឹងទុកពីមេវ័យក្មេងរបស់គ្រួសារចាងដ៏ល្បីល្បាញលឺដូចនេះស៊ូមេងអាចត្រាំតែសម្លឹងមើលសត្រូវនៃអនាគតរបស់គាត់ដោយភាពស្អប់ក្អែបដ៏ត្រជាក់និងឆេះឈូនៅពេលដែលអ្នកប្រកាសប្រារព្ធទេពកោសល្យថ្មីរបស់សាលាស៊ូមីងមានអារម្មណ៍ថាមានការប៉ះលើស្មារបស់គាត់បែរមកហើយភ្ញាក់ផ្អើលពេលឃើញជីយ៉ាវបិចក្មេងនិងមានសុខភាពល្អក្នុងឯកសណ្ឋានសាលានាងបានប្រាប់គាត់ថានាងបានស្វែងរកគាត់ឃើញទឹកមុខភ្ញាក់ផ្អើលរបស់គាត់នាងបានសួរថាតើមានអ្វីខុសឬទេទាំងរំភើបគាត់ក៏ប្រមូលអារម្មណ៍របស់គាត់យ៉ាងលឿននិងនិយាយថាគាត់គ្រាន់តែចង់អបអរសាទរនាងជាមុនប៉ុណ្ណោះនេះបានធ្វើឲ្យជីយ៉ាវឆ្ងល់ដោយសួរថាតើគាត់កំពុងអបអរសាទរនាងសម្រាប់អ្វីរូបភាពនៃការស្លាប់របស់នាងនៅក្នុងដៃរបស់គាត់បានភ្លឺនៅពីមុខភ្នែករបស់គាត់ស្នាមញញឹមដ៏ស្មោះត្រង់និងទន់ភ្លន់បានបង្កើតឡើងនៅលើមុខរបស់គាត់
គាត់បានប្រាប់នាងថាមិនមានអ្វីទេហើយតែនាងនឹងយល់ឆាប់នេះពោពេញទៅដោយការធូរស្បើយដោយស្មោះថ្មគាត់បានបន្ថែមថាវាពិតជាល្អណាស់ដែលបានជួបនាងម្ដងទៀតនៅពេលដែលគាត់និយាយចប់អ្នកប្រកាសបានហៅសើបន្ទាប់គឺជីយ៉ាវភ្ញាក់ផ្អើលនាងបានដើរទៅកាន់ឆាកនាងបានដាក់ដៃរបស់នាងនៅលើថ្ម Celestial Steel ដែលជាវត្ថុបុរាណដ៏ធំមួយដែលឆាបឆេះដោយថាមពលពណ៌ខៀវនៅពេលដែលរាមដៃរបស់នាងប៉ះវាការកើនឡើងនៃថាមពលដ៏ធំសម្បើមបានផ្ទុះចេញពីថ្មគ្រប់ដណ្ដប់នាងសំឡេងអ្នកប្រកាសពោពេញដោយភាពភ្ញាក់ផ្អើលបានប្រកាសថាជីយ៉ាវបានភ្ញាក់រលឹកនៅថ្នាក់ប្រយុទ្ធលាក់កំបាំងអ្នកហាយខ្មោចដោយមានគុណលក្ខណៈ7តារា 7 Star Attribute ដ៏មានអានុភាពសិស្សផ្សេងទៀតបានស្ទុះអារម្មណ៍ដោយភ្ញាក់ផ្អើលនិងមិនជឿស៊ូមីងបានមើលដោយស្នាមសំញឹមដ៏ស្ងប់នឹងដឹងគិតថាអ្វីទាំងអស់កំពុងដំណើរការដោយដែលគាត់បានទាយទុកហើយឥឡូវនេះវាជាវេនរបស់គាត់ហើយអ្នកប្រកាសបានហៅឈ្មោះស៊ូមីងខណៈពេលដែលគាត់ដើរទៅកាន់ឆាសជីយ៉ាវបានជូនពរគាត់ឲ្យមានសំណាងល្អសិស្សផ្សេងទៀតមិនសូវសុធិតិនិយមទេដោយខ្សឹបថាវាមិនអាចទៅរួចទេដែលថ្នាក់លាក់កំបាំងទី3នឹងលេចឡើងជាពិសេសសម្រាប់ក្មេងកំព្រាដូចស៊ូមីងបន្ទាប់មកឈុតឆាកបានផ្លាស់ប្ដូរដើម្បីផ្ដល់បរិបទនេះគឺជាភព Planet Azure ក្នុងប្រជាជាតិនាគ Dragon Nation ដែលជាពិភពលោកដែលគ្រប់គ្រងដោយអ្នកភ្ញាក់រលឹកដ៏មានអានុភាពកាលពីប៉ុន្មានទសវត្សរ៍មុនការមកដល់នៃការភ្ញាក់រលឹកបានកើតឡើងចាប់តាំងពីពេលនោះមកមនុស្សគ្រប់រៀងនៅពេលដែលពួកគេមានអាយុ18ឆ្នាំចូលរួមក្នុងពិធីមួយដើម្បីក្លាយជាអ្នកភ្ញាក់រលឹកបុគ្គលទាំងនេះបានផ្លាស់ប្ដូរពិភពលោកជាមូលដ្ឋានដោយមានអំណាចដើម្បីបត់បែនការពិតនិងទទួលបានទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ទោះយ៉ាងណាក៏ដោយអំណាចនេះត្រូវបង់ថ្លៃអ្នកភ្ញាក់រលឹកត្រូវតែប្រឈមមុខនឹងបញ្ហាប្រឈមឥតឈប់ឈរប្រឈមមុខនឹងសត្វសាហាវនិងស្វែងយល់អំពីគុកងងឹតដែលពោពេញដោយបិសាចដ៏គួរឲ្យភ័យខ្លាចនៅពេលដែលគាត់ដើរទៅកាន់ថ្ម Celestial Steel ស៊ូមីងបានឆ្លុះបញ្ចាំងពីជីវិតអតីតកាលរបស់គាត់ចាំថាជាក្មេងកំព្រាគាត់បានពឹងផ្អែកទៅលើប្រាក់ឧបត្ថម្ភនិងអាហារូបករណ៍នៅថ្ងៃនៃពិធីភ្ញាក់រលឹកដំបូងរបស់គាត់ត្រូវបានប្រទានពរពីស្ថានសួគ៌បាតុភេពដ៏អស្ចារ្យមួយបានចុះមកនិងគាត់បានភ្ញាក់រលឹកនៅគុណលក្ខណៈពីកំណោត9តារាដ៏កំរាបំផុតរួមជាមួយនឹងថ្នាក់រឿងនិទានដែលគេស្គាល់ថាជាអ្នកសម្លាប់ទេព God Slayer ឥឡូវនេះនៅលើឆាកក្នុងជីវិតទី2របស់គាត់ត្រូវបានកំណត់ដើម្បីផ្លាស់ប្ដូរវាសនារបស់គាត់បានលូកដៃរបស់គាត់ទៅកាន់វត្ថុស័ក្តិសិទ្ធិភ្ញាក់រលឹក Awakening Artifact ដោយស្បត់ថាថ្ងៃនេះគាត់នឹងធ្វើឲ្យមនុស្សគ្រប់គ្នាមើលគាត់ក្នុងពន្លឺថ្មីមួយនៅពេលដែលគាត់ធ្វើដូច្នេះការកើនឡើងនៃថាមពលពណ៌ស្វាយនិងពណ៌ផ្កាចម្ភូដ៏ធំបានផ្ទុះឡើងបង្កើតបានជាបទិភាពដ៏អស្ចារ្យនៅលើមេឃអ្នកប្រកាសបានសម្លឹងមើលដោយភាពមិនជំនឿឆ្ងល់ថាតើការកើនឡើងដ៏អស្ចារ្យនេះអាចបង្គាក់ការបង្កើតនៃទេពកោសល្យដែលមានគុណលក្ខណៈ9តារាឬខ្ពស់ជាងនេះដែរឬទេជីយ៉ាវនិងសិស្សផ្សេងក៏ភ្ញាក់ផ្អើលស្មើគ្នាស៊ូមីងបានលូកដៃចេញត្រៀមខ្លួនដើម្បីមានអារម្មណ៍ថាមានការកើនឡើងនៃរូបមន្តដែលធ្លាប់ស្គាល់ពីការភ្ញាក់រលឹកដំបូងរបស់គាត់ប៉ុន្តែលើកនេះអ្វីមួយបានផ្លាស់ប្ដូរនិមិត្តសញ្ញាពណ៌ខៀវភ្លឺលេចចេញមកនៅលើទ្រូងរបស់គាត់និងពីនោះវត្ថុស័ក្តិសិទ្ធិរបស់ទេពដែលគាត់បានស្លាប់មួយចិញ្ចៀនប្រឆាំងដាវបានលេចចេញមកគាត់ភ្ញាក់ផ្អើលទាំងស្រុងដឹងថាចិញ្ចៀននេះបានធ្វើដំណើរត្រឡប់មកអតីតកាលជាមួយគាត់ដោយរបៀបណាមុនពេលដែលគាត់អាចដំណើរការរឿងនេះបានព្រឹត្តិការណ៍ដែលមិនការស្នានអ្វីមួយទៀតបានឡើងវេរីអារម្មណ៍ចម្លែកមួយរៀលៗពឹងរាងកាយរបស់គាត់នឹងអេក្រង់ hologram មួយលេចចេញការចំនួនដំណឹងប្រវត្តិថាប្រវត្តិដំណើរការនៃថ្នាក់សម្លាប់ទេពដ៏មហាសាលនឹងភ្ជាប់ជាមួយគាត់ដោយជោគជ័យបន្ទាប់មកប្រវត្តិបានប្រកាសថាប្រវត្តិបានបង្ហាញគាត់នៅថ្នាក់ថ្មីមួយទៀតនឹងការភ្ញាក់រលឹករបស់គាត់ធ្វើឡើងដោយជោគជ័យប៉ុន្តែជំនួសឲ្យថ្នាក់ចាស់របស់គាត់ត្រូវបានផ្ដល់នូវអ្វីដ៏អស្ចារ្យជាងនេះទៅទៀតថ្នាក់ទេវកថាដែលហៅថាទេពដាវស៊ូមីនហើយត្រឹមតែសម្លឹងមើលដោយការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសួរអំពីអត្ថភាពនៃថ្នាក់ទេវកថានិងតំណែងដ៏មានអានុភាពថ្មីដែលគាត់ទើបតែបានទទួលធម្មពលពណ៌ក្រហមដ៏ធំសម្បើមពីការភ្ញាក់រលឹករបស់ស៊ូមីនបានធ្វើឲ្យមនុស្សគ្រប់គ្នានិយាយមិនចេញអ្នកប្រកាសដែលភ្ញាក់ផ្អើលឆ្ងល់ថាតើថ្នាក់បែបណាដែលអាចបង្កើតបតិភិបបែបនេះនៅក្នុងភពមនុស្សសិស្សបានជជែកគ្នាថាតើវាអាចនិន្នាយ៉ាងណាម្នាក់បារម្ភថាប្រសិនបើវាជាថ្នាក់មិនមានប្រយោជន៍ស៊ូមីននឹងត្រូវវិនាសចែងថាំងបានបដិសេធរឿងនេះនិយាយថាជាមួយនឹងទស្សនីយភាពដ៏មានអានុភាពបែបនេះវាមិនអាចជាថ្នាក់របៀបរស់នៅបានទេទោះយ៉ាងណានៅពេលដែលគាត់មើល
ញើបានហូរចុះតាមមុខរបស់គាត់ពីសម្ពាធដ៏លើកល្បំនៃធម្មពលរបស់ស៊ូមីនខ្លាំងរហូតដល់គាត់មិនអាចក្រមើកបានស៊ូមីនឈរយ៉ាងស្ងប់ស្ងាត់នៅក្នុងព្យុះធម្មពលដំណើរការព័ត៌មានពីផ្ទាំងព័ត៌មាននៅពីមុខរបស់គាត់បានបញ្ជាក់ថាថ្នាក់ភ្ញាក់រលឹករបស់គាត់គឺទេពដាវខុសពីអ្នកសម្លាប់ទេពនៃជីវិតអតីតកាលរបស់គាត់បានប៉ះផ្ទាំងប្រព័ន្ធដែលបានបញ្ចប់ការស្កេនអត្តសញ្ញាណប័ណ្ណបញ្ជាក់អត្តសញ្ញាណប័ណ្ណរបស់គាត់ថាជាស៊ូមីនបន្ទាប់មកវាបានបង្ហាញអំពីឋានៈថ្មីរបស់គាត់ឋានៈរបស់គាត់គឺទេពដាវនិងគាត់មានទេពកោសល្យមាសដែលហៅថាការឡើងឋានសកលដោយផ្ដល់ឲ្យគាត់នូវសមត្ថភាពនៅក្នុងការលើកកម្ពស់ឬវិវត្តអ្វីៗទាំងអស់ស៊ូមីនភ្ញាក់ផ្អើលគាត់ដឹងថាទេពកោសល្យមាសគឺជាលំដាប់ខ្ពស់ជាងថ្នាក់រឿងនិយាយ9តារាដែលគាត់បានភ្ញាក់រលឹកពីមុនស្នាមញញឹមប្រកបដោយទំនុកចិត្តបានរីករាពេញភពមុខរបស់គាត់នៅពេលដែលគាត់យល់ថាអំណាចថ្មីរបស់គាត់គួរតែលើសពីថ្នាក់ទេពគាត់អន្ទះសារឃើញសមត្ថភាពថ្មីរបស់គាត់បើកផ្ទាំងចំនួនការរំភើបរបស់គាត់បានប្រែទៅជាការភ្ញាក់ផ្អើលអេក្រង់ចំនួនបានបង្ហាញវេទនាការ0និងសារតែមួយថាมันមានសមត្ថភាពណាត្រូវបានភ្ញាក់រលឹកឡើយស៊ូមីនខាងសម្បាក៏ចាប់ផ្ទាំង hologram បានស្រែកនៅក្នុងថាតើទេពកោសល្យមាសអាចមកដោយមិនមានជំនួយតែមួយគត់បានយ៉ាងណាខណៈពេលដែលស៊ូមីនកំពុងរវល់ភូមិមនុស្សកាន់តែអន្ទាក់អន្តាឆ្ងល់អំពីការពន្យាពេលទីបំផុតអ្នកប្រកាសបានស្រែកសួរថាតើគាត់បានបញ្ចប់ការភ្ញាក់រលឹករបស់គាត់ហើយឬនៅស៊ូមីនសម្លឹងមើលផ្ទាំងដោយគ្មានជំនួយដោយការកង្ហឹងគាត់មិនអាចជឿថាបន្ទាប់ពីភ្ញាក់រលឹកនៅថ្នាក់លំដាប់ទេពគាត់គ្មានសមត្ថភាពអ្វីឡើយគាត់ឆ្ងល់ថាតើប្រពន្ធកំពុងលេងសើចជាមួយគាត់ឬយ៉ាងណារំពេចនោះផ្ទាំងបានបង្ហាញសារថ្មីបញ្ជាក់ថាវាបានទទួលមតិកែលម្អរបស់គាត់ហើយនឹងបន្តការណែនាំសារថ្មីបាននាំយកអារម្មណ៍របស់គាត់ទៅកាន់ចិញ្ចៀនប្រាំងដាវដែលហោះហើរនៅពីមុខរបស់គាត់ដោយផន់ចម្លំគាត់មើលកាន់ចិញ្ចៀននៅពេលដែលវាចាប់ផ្ដើមភឺបន្ទាប់មកប្រពន្ធបានប្រកាសថាវាបានកំណត់អត្តសញ្ញាណប័ណ្ណនៃវត្ថុស័ក្តិសិទ្ធិទេបានជោគជ័យភ្លាមដែលចិញ្ចៀនត្រូវបានកំណត់អត្តសញ្ញាណប័ណ្ណថាជាផ្ទាំងប្រព័ន្ធបានភ្លឺយ៉ាងខ្លាំងនិងសសរពន្លឺពណ៌មាសដ៏ធំសម្បើមមួយបានផ្ទុះចេញពីទីតាំងរបស់ស៊ូមីនបាញ់ឡើងទៅលើមេឃរលកឈកដ៏មានអានុភាពបានផ្ទុះចេញទៅក្រៅបង្ខំឲ្យអ្នកប្រកាន់ដែលជានាយកសាលាក៏ត្រូវទប់ទឹកខ្លួនដែរភ្នែករបស់នាយកសាលាបានបើកធំគាត់និយាយទាំងអ៊ូលដារំក៏ដោយមិនជឿព្រោះគាត់ស្គាល់និមិត្តសញ្ញាសម្រាប់គុណលក្ខណៈពីកំណត់កម្រិត10ផ្កាយសំឡេងរបស់គាត់បានបន្លឺឡើងតាមមីក្រូហ្វូនប្រកាសថាស៊ូមីងបានដាស់ថ្នាក់លក្ខ Hidden Class 10ផ្កាយគឺអ្នកជំនាញដាវ SWOT Master ភូមិមនុស្សផ្ទុះការភ្ញាក់ផ្អើលស្រែកអំពីទេពកោសល្យដ៏អស្ចារ្យនៃគុណលក្ខណៈ10ផ្កាយដែលជាកម្រិតសម្រាប់តែកម្ពុជាសិស្សដែលទទួលបានពិន្ទុខ្ពស់បំផុតក្នុងប្រទេសចាងថាំងសម្លឹងមើលដោយភាពស្ងាត់ស្ងៀមនិងតក់ស្លុតរីឯសិស្សម្នាទៀតបាននិយាយថាគាត់គិតថាការដាស់ថ្នាក់របស់ចាងថាំងកម្រិត8ផ្កាយគឺឈ្គួរទៅហើយប៉ុន្តែស៊ូមីងទើបតែបង្ហាញគុណលក្ខណៈ10ផ្កាយដែលជាកម្រិតខ្ពស់បំផុតនាយកសាលាញញឹមយ៉ាងស្រស់ប្រកាសថាឆ្នាំនេះគឺជាឆ្នាំដ៏ត្រជាក់ត្រចាំងសម្រាប់សាលាមិនត្រឹមតែពួកគេមានថ្នាក់លក្ខជាច្រើនទេប៉ុន្តែឥឡូវនេះមានអ្នកត្រូវបានជ្រើសរើសដោយស្ថានសួគ៌ Heaven's Chosen ដែលមានគុណលក្ខណៈ10ផ្កាយទៀតផងគាត់បានទទួលស្គាល់ថាទោះបីជាថ្នាក់អ្នកជំនាញដាវមិនមានជាថ្នាក់កម្ពុជាក៏ដោយក៏ដោយសារទេពកោសល្យពីកំណត់10ផ្កាយសក្តានុពលនាពេលអនាគតរបស់ស៊ូមីងនឹងគ្មានដែនកំណត់ជាការផ្ដល់រង្វាន់នាយកសាលាបានប្រកាសថាគាត់នឹងផ្ដល់ជូនស៊ូមីងនៅសម្ភារៈជំនួយការបណ្ដុះបណ្ដាល Cultivation Aided Items មួយឈុតពីញផ្ទាល់ខ្លួនរបស់គាត់ទោះជាយ៉ាងណាក៏មិនមែនគ្រប់គ្នាសុទ្ធតែមានសុតិនិយមនោះដែរសំឡេងខ្សឹបខ្សៀវនៃការខកចិត្តបានរីរាវដាលសិស្សខ្លះហៅវាថាជាការខ្ជិះខ្ចាយទេពកោសល្យដោយពន្យល់ថាអ្នកជំនាញដាវគឺជាថ្នាក់បាតគេបង្អស់ពួកគេបានរំអិតថាវាជាថ្នាក់ចែកធ្វើគ្រប់យ៉ាងតែមិនពូកែអ្វីទាំងអស់ដែលត្រូវបង្ខំឲ្យភឹកហាត់ទាំងការប្រយុទ្ធរយៈចម្ងាយឆ្ងាយនិងរយៈចម្ងាយជិតដោយបែងចែកការផ្ដោតអារម្មណ៍រវាងការវាយប្រហាររូបភាពនិងវេជ្ជមន្តដែលធ្វើឲ្យវាជាថ្នាក់ដែលខ្សោយតាមទ្រឹស្ដីសិស្សខ្លះទៀតសោកចំអកដល់សំណាងអាក្រក់របស់គាត់ដោយចំអកលទ្ធផលដែលគួរឲ្យខកចិត្តនៃទេពកោសល្យ10ផ្កាយដែលភូបគួងនឹងថ្នាក់ដ៏អន់បែបនេះខ្លះទៀតព្យាយាមការពារគាត់ដោយស្នើថាជាមួយនឹងការខិតខំគ្រប់គ្រាន់អ្នកជំនាញដាវអាចក្លាយទៅជាអ្នកផ្ដល់ការខូចខាតដែលទុកចិត្តបាននិងជាមួយនឹងទេពកោសល្យរបស់ស៊ូមីង
គាត់ប្រកាសជាអាចធ្វើបានប៉ុន្តែអ្នកសង្ស័យបានបដិសេធពួកគេដោយលើកហេតុផលថាថ្នាក់នេះតម្រូវឲ្យខិតខំទ្វេដងដើម្បីទទួលបានលទ្ធផលដូចគ្នានិងថាគាត់នឹងសំណាងណាស់ដល់បានបកសម្អាតគុកងកដំណើរការសម្រាប់អ្នកចាប់ផ្ដើមនៅលើឆាស៊ូមីងគឺលឺពាក្យសម្ដីមិនងាយមើលរបស់ពួកគេគាត់បែរក្បាលបន្តិចភ្នែករបស់គាត់បាំងដោយស្រមោលគិតថាពួកគេទាំងអស់គ្នាបានធួបន្ថយថ្នាក់អ្នកជំនាញដាវរបស់គាត់ថាគ្មានតម្លៃខណៈពេលដែលភូមិមនុស្សនៅតែបន្តខ្សឹបខ្សៀវជាយ៉ាវក៏រត់មករកស៊ូមីងដោយស្នាមញញឹមដ៏ភៀងភ្លឺគឺនាងបានអបអរសាទរគាត់ស៊ូមីងក៏អបអរសាទរនាងវិញដែរបន្ទាប់មកជីយ៉ាវបានលើកទឹកចិត្តឲ្យគាត់កុំអើពើនឹងរឿងអប្រយោជន៍របស់អ្នកដទៃព្រោះដាស់ថ្នាក់ទេពកោសល្យ10ផ្កាយគឺរឿងមិនគួរឲ្យជឿនាងទទួលស្គាល់ថាថ្នាក់អ្នកជំនាញដាវអាចនឹងខ្សោយនៅដំណាក់កាលដើមប៉ុន្តែនាងជឿជាក់ថាជាមួយនឹងទេពកោសល្យរបស់គាត់វាមិនមែនជាបញ្ហាទេស៊ូមីងគឺបានញញឹមយ៉ាងកាប់ក្តៅដល់នាងនិងបានអរគុណនាងដោយបញ្ជាក់ថានឹងមិនឲ្យមតិយោបល់របស់ពួកគេធ្វើឲ្យគាត់ពិបាកចិត្តទេបន្តមកគាត់បានបន្ថែមដោយអធិង្កបាសថាការមើលងាយរបស់ពួកគេនឹងហើយគឺជារឿងដែលគាត់ចង់បានបំផុតដែលធ្វើឲ្យជាយ៉ាវឆ្ងល់ថាមានន័យបែបណាការសន្ទនារបស់ពួកគេត្រូវបានរំខានខណៈពេលដែលអ្នកប្រកាសបានឲ្យសិស្សបន្ទាប់ហ្វូងមនុស្សបានលើកទឹកចិត្តនៅពេលដែល Renza Men ដែលជាស្រីស្អាតល្បីបំផុតរបស់សាលាបានដើរទៅមុខចាងថាំងត្រូវបានគេឃើញលើកទឹកចិត្តនាងជីយ៉ាវបានបញ្ចេញមតិអំពីប្រជាប្រិយភាពរបស់នាងប៉ុន្តែស៊ូមីងនៅតែស្ងៀមស្ងាត់ជំនួសឲ្យការមើលគាត់បានងាកហើយចាប់ផ្ដើមដើរចាញ់ជីយ៉ាវបានហៅគាត់ដោយភាពឆ្ងល់ដោយរំលឹកគាត់ថាពិធីនេះមិនតាន់ចប់ទេស៊ូមីងឆ្លើយដោយត្រជាក់ដោយមិនងាកក្រោយថាគាត់មិនចាប់អារម្មណ៍ទេពេលគាត់ដើរចេញអនុស្សាវរីយ៍ដ៏ឈឺចាប់នៃជីវិតអតីតកាលរបស់គាត់បានជន់លិចចូលក្នុងគំនិតរបស់គាត់នឹកឃើញពីរបៀបដែល Renza Man បានប្រើប្រាស់គាត់ហើយក្បត់នឹងសម្លាប់គាត់ដោយគ្មានការស្តាក់ស្ទើរគាត់នឹកឃើញសម្បត្តិដែលគាត់បានបដិញ្ញាពេលគាត់ស្លាប់ហើយបានពង្រឹងការបដិញ្ញាចិត្តរបស់គាត់ដើម្បីសងសឹកក្នុងជីវិតថ្មីនេះក្រោយមកស៊ូមីងបានដើរឆ្លងកាត់ទីក្រុងសង្កេតឃើញថាពិភពលោកហាក់ដូចជាមិនបានផ្លាស់ប្ដូរពីការចងចាំរបស់គាត់ទោះជាយ៉ាងណាក៏គាត់ដឹងថារឿងខ្លះខុសគ្នាក្រៅពីថ្នាក់ថ្មីរបស់គាត់បានពិនិត្យមើលប្រព័ន្ធរបស់គាត់និងបានរកឃើញជំនាញមួយដែលមានឈ្មោះថាលាក់បាំងទាំងស្រុងឬ Total Concealment ជំនាញរឿងនីតិនេះអនុញ្ញាតឲ្យគាត់លាក់ឬសរសេរឡើងវិញព័ត៌មានអំពីឧបករណ៍ថ្នាក់និងជំនាញផ្សេងទៀតរបស់គាត់បានស្គាល់វាថាជាជំនាញមួយក្នុងចំណោមជំនាញទាំង4ដែលគាត់បាននាំយកមកពីជីវិតអតីតកាលរបស់គាត់ការដឹងនេះបានបង្កឲ្យមានការចងចាំមួយទៀតចិញ្ចៀនតតាំងនឹងគន្លងធម្មជាតិដែលបញ្ចេញពន្លឺគាត់មើលទៅដៃរបស់គាត់ដោយតក់ឆ្លិចចុងក្រោយយល់ថាវត្ថុបុរាណដ៏ទាបពិតជាបានតាមគាត់ត្រឡប់មកតាមពេលវេលាខណៈពេលដែលស៊ូមីងកំពុងសញ្ជឹងចិត្តអំពីចិញ្ចៀនបន្ទាក់ប្រព័ន្ធបានភ្លឺឡើងម្ដងទៀតវាបានប្រកាសថាវាកំពុងផ្ទុកវត្ថុបុរាណដ៏ទាបពេលដែលចិញ្ចៀនបានបញ្ចូលសារថ្មីមួយបានលេចឡើងស៊ូមីងបានទទួលមរតកនៃផ្នែកមួយនៃជំនាញពីថ្នាក់ចាស់របស់គាត់គឺញាក់សម្លាប់ព្រះគាត់មើលទៅដោយតក់ឆ្លុតសួរថាតើវាអាចទៅបានយ៉ាងម៉េចដើម្បីទទួលបានជំនាញពីថ្នាក់ជីវិតអតីតកាលរបស់គាត់ខណៈពេលដែលថ្នាក់ថ្មីរបស់គាត់គឺព្រះដាវផ្ទាំងបង្ហាញស្ថានភាពលម្អិតមួយបានលេចឡើងបង្ហាញឈ្មោះរបស់គាត់គឺស៊ូមីងកម្រិត1ជាមួយនឹងស្ថិតិមូលដ្ឋានដែលមានដាឡាន់តោថ្នាក់របស់គាត់បានបញ្ជាក់ថាជាព្រះដាវជាថ្នាក់ទេវកនិទានមានតែមួយក្នុងពិភពលោកនិងតែបកសនគឺការឡើងថ្នាក់សកលផ្នែកជំនាញឥឡូវមានសមត្ថភាព4គឺដាវអ្នកសម្លាប់ព្រះលាក់បាំងទាំងស្រុងជំហានស្រមោលនិងផ្នែកមើងឃើញចម្រាត់ជាមួយនឹងព័ត៌មានថ្មីនេះស៊ូមីងបានចាប់ផ្ដើមរៀបចំផែនការគាត់នឹកអំពីសុភាសច្ចៈមើលថាមនុស្សស្លាវត្រប៉ុន្តែការកាន់សម្បត្តិធ្វើឲ្យគាត់คล้ายជាគោលដៅដើម្បីជៀសវាងពីការដោយគេប្រើប្រាស់ហើយដោយសារតែគាត់មិនទាន់មានកម្លាំងគ្រប់គ្រាន់គាត់ដឹងថាគាត់ត្រូវតែប្រុងប្រយ័ត្នទោះជាតែបកសល10ផ្កាយរបស់គាត់មិនអាចលាក់បាំងបានក៏ដោយគាត់បានសម្រេចថាគាត់ត្រូវតែលាក់បាំងព័ត៌មានទាំងអស់អំពីថ្នាក់ទីវកៈពិតរបស់គាត់គឺព្រះដាវគាត់បានបដិញ្ញាថានឹងចាប់យកឱកាសលើកទី2នេះនឹងមិនធ្វើកំហុសពីអតីតកាលរបស់គាត់ម្ដងទៀតឡើយគាត់ដឹងពីបទពិសោធន៍កន្លងមកថាការប្រកួតប្រជែងគុកងងឹតសម្រាប់អ្នកចាប់ផ្ដើម Beginner Dungeon Challenge នឹងមកដល់នៅថ្ងៃទី2បន្ទាប់ពីពិធីដាស់ថ្នាក់ជាមួយនឹងចំណេះដឹងនិងជំនាញរបស់គាត់ស៊ូមីងមានទំនុកចិត្តថាគុកងងឹតសម្រាប់អ្នកចាប់ផ្ដើមនឹងមិនមែនជាបញ្ហាប្រឈមទេ
គោលដៅរបស់គាត់គឺដើម្បីបង្កើនកម្រិតលឿនជាងអ្នកផ្សេងទៀតនិងទទួលបានឧបករណ៍ល្អប្រសើរជាងមុនដើម្បីធ្វើដូច្នេះគាត់បានសម្រេចចិត្តប្រឈមមុខនឹងមេដ៏លំបាកបំផុតរបស់គុកងងឹតតាំងពីដំបូងប៉ុន្តែដំបូងគាត់ត្រូវការអាវុធសមរម្យមួយទន្ទឹមនឹងនោះនៅក្នុងបន្ទប់ដ៏ប្រណិតមួយនៅក្នុងអគារខ្ពស់មួយឈ្មោះវិមានឈុតឆាកផ្សេងគ្នាបានលាតត្រដាងចាងថាងនិងរិនសោម៉ាននៅជាមួយគ្នារិនសោម៉ានបានលេងសើចចាងថាងចំពោះការនាំនាងមកកន្លែងបែបនេះភ្លាមបន្ទាប់ពីពិធីចាងថាងខឹងសម្បាបានប្រាប់នាងកុំឲ្យនិយាយអំពីពិធីនោះដោយត្អូញត្អែថាស៊ូមីងបានលួចការយកចិត្តទុកដាក់ពីគាត់ទោះបីជាយ៉ាងណាក៏ដោយរិនសោម៉ានបានចាប់ផ្ដើមរៀបចំផែនការរួចហើយនាងបានប្រាប់គាត់កុំឲ្យខឹងដោយពន្យល់ថាទោះបីជាស៊ូមីងគ្រាន់តែជាអ្នកជំនាញដាវក៏ដោយគុណលក្ខណៈដាស់ថ្នាក់របស់គាត់គឺខ្ពស់មិនគួរឲ្យជឿទេនាងបានធានាថាស៊ូមីងនឹងមានតម្លៃច្រើនសម្រាប់ពួកគេប្រើប្រាស់នៅពេលក្រោយចាងថាងចាប់អារម្មណ៍ក៏សួរថានាងមានន័យដូចម្ដេចរិនសោម៉ានញញឹមបន្តិចនិងបង្ហាញអ្វីមួយលើទូរស័ព្ទរបស់នាងនៅពេលដែលចាងថាងមើលវាការបញ្ចេញមតិរបស់គាត់បានផ្លាស់ប្ដូរពីការរំខានទៅជាការភ្ញាក់ផ្អើលរិនសោម៉ានបានពន្យល់ផែនការរបស់នាងដោយទឹកមុខត្រជាក់និងកណនានាងមានទំនុកចិត្តថាប្រសិនបើនាងបោះនួយបន្តិចបន្តួចសម្រាប់ស៊ូមីងគាត់នឹងចាប់វាបន្ទាប់មកដូចពីមុនពួកគេអាចប្រើប្រាស់គាត់សម្រាប់គោលបំណងផ្ទាល់ខ្លួនរបស់ពួកគេអនុវត្តតាមផែនការរបស់គាត់ស៊ូមីងបានមកដល់អគារខ្ពស់មមួដែលជាទីតាំងរបស់ផ្សារអាវុធ Weapons Market គាត់បានជិះចន្ទាយន្តឡើងទៅជាន់ទី12កន្លែងដែលគាត់ត្រូវបានស្វាគមន៍ដោយបុគ្គលិកនៅហាងលក់អាវុធធំ Weapons Emporium នៅពេលដែលគាត់ដើរឆ្លងកាត់គាត់បានសង្កេតឃើញកន្លែងនោះពោពេញទៅដោយសិស្សដែលទើបតែដាស់ថ្នាក់ថ្មីៗត្រៀមសម្រាប់ការសាក់លបងគុកងឹតសម្រាប់ញាក់ថ្មីថ្មង Novice Dungeon Trial គាត់បានលើកខ្លះត្អូញត្អែពីការខ្វះលុយដឹងថាពួកគេនឹងត្រូវធ្វើការនៅក្នុងគុកងងឹតដើម្បីទទួលបានអាវុធសមរម្យមួយការចាប់អារម្មណ៍របស់ស៊ូមីងបានទាញទៅរកហ្វុំខ្ញុំដែលផ្លុំគ្នានៅជំនឿកន្លែងតាំងមួយចំនួនពួកគេកំពុងកោតសរសើរដាវពណ៌ខៀវភ្លេងចាញ់ចាំងមួយឈ្មោះថាដាវសាយសតរបស់ស្ដេចត្រាញ់ Tyrant's Frostplate អាវុធកម្រិតបេកាយដែលគេនិយាយថាត្រូវបានបង្កើតឡើងដោយលេខតថ្នាក់ដាវធំកម្រិតខ្ពស់ភូមិក្នុងភ្ញាក់ផ្អើលនឹងអំណាចរបស់វាដែលត្រូវបានសន្និដ្ឋានថាអាចធ្វើឲ្យឈាមរបស់បិសាចកកហឺយដែលក៏បានចេញកែងកោមផងនោះប៉ុន្តែក៏ត្រូវបានរីអាងដោយផងដែរនឹងតម្លៃ1លានកាក់ផ្សងហ្វ្រេងគំនិតរបស់គាត់ត្រូវបានរំខានដោយសម្លេងមួយគាត់ងាកទៅមើលស្ត្រីម្នាក់ដែលស្លៀកពាក់ល្អមានសក់ពណ៌ប្រផេះខ្លីព័ទ្ធជុំវិញដោយអង្គរក្ស2នាក់នាងបានសួរថាតើគាត់ជាស៊ូមីងមែនទេហើយគាត់ក៏សួរនាងវិញថានាងជានរណាស្ត្រីនោះបានណែនាំខ្លួននាងថាជាយ៉ាងឡានជាអនុប្រធាននៃ Yang Group ហើយបានហុចនាមប័ណ្ណរបស់នាងឲ្យគាត់ស៊ូមីងបានយកនាមប័ណ្ណនោះដោយនិយាយថាគាត់មិនគិតថាគាត់ស្គាល់នាងទេ Yang Lan បានមិនអើពើនឹងមតិយោបល់របស់គាត់ហើយនិយាយខ្លាំងៗល្មមឲ្យអ្នកផ្សេងឮថាក្នុងនាម Yang Group នាងនឹងរ៉ាប់រងរាល់ការចំណាយទាំងអស់របស់គាត់សម្រាប់ថ្ងៃនេះបន្ទាប់មកនាងបានប្រាប់គាត់ថានាងសង្ឃឹមថាគាត់អាចជួយនាងបានមួយនៅពេលដែលស៊ូមីងសួរថាតើជាការអនុគ្រោះបែបណានាងបានបញ្ជាឲ្យអង្គរក្សម្នាក់បង្ហាញរូបថតគាត់រូបភាពនោះគឺជារូបក្មេងស្រីវ័យក្មេងម្នាក់កំពុងញញឹមដែលភ្នែករបស់នាងត្រូវបានលាក់ព័ទ្ធជុំវិញដោយផ្កាពណ៌សចាំងឡានបានពន្យល់ថាក្មេងស្រីនោះគឺជាប្អូនស្រីរបស់នាងចាំងយូនីងដែលក៏បានចូលរៀននៅសាលារបស់គាត់ហើយទើបតែបានដាស់ថ្នាក់នាងបានបង្ហាញថានាងបានស៊ើបអង្កេតការដាស់ថ្នាក់របស់គាត់រួចហើយបានដឹងពីទេពកោសល្យ10ផ្កាយរបស់គាត់នាងបានលើកហេតុផលថាជាមួយនឹងអំណាចរបស់គាត់គុកងងឹតសម្រាប់អ្នកថ្មីថ្មោងនឹងមិនមែនជាបញ្ហាប្រឈមសម្រាប់គាត់ទេនាងបានរំលឹកគាត់ថាមានតែអ្នកដែលទៅនឹងដាស់ថ្នាក់បំណោះដែលអាចចូលបានហើយបន្តមកបានធ្វើការស្នើសុំរបស់នាងចង់ឲ្យគាត់ចាប់ដៃគូជាមួយប្អូនស្រីរបស់នាងហើយការពារនាងដើម្បីឲ្យនាងអាចបញ្ចប់ការសាកល្បងដោយសុវត្ថិភាពមួយសន្ទុះក្រោយមកស៊ូមីងបានបដិសេធយ៉ាងដាច់អហង្ការដោយនិយាយថាគាត់មិនចាប់អារម្មណ៍ទេខណៈពេលដែលគាត់ដើរចេញចាងឡែនត្រូវបានទុកឲ្យមើលតែតក់ស្លឹកនាងបានស្រែកហៅគាត់ដោយផ្ដល់ឲ្យគាត់នៅជំរើសយកអាវុធណាមួយនៅក្នុងហាងប្រសិទ្ធបើគាត់យល់ព្រមប៉ុន្តែការផ្ដល់ជូនរបស់នាងត្រូវបានជួបនឹងភាពស្ងៀមស្ងាត់នាងខឹងសម្បាគិតក្នុងចិត្តថាតើសិស្សដែលគ្មានលុយដែលទើបតែមានសំណាងឲ្យមានសិទ្ធិបដិសេធនាងដោយរបៀបណាភ្លាមនៅពេលដែលចាងឡាន់កំពុងខឹង
ស៊ូមីងបានឈប់ជាមួយនឹងទឹកមុខស្ងប់ស្ងាត់គាត់បានងាកក្រោយឲ្យនិយាយថាពិតមែនឬបន្ទាប់មកគាត់បានចង្អុលទិអាវុធថ្លៃបំផុតនៅក្នុងហាងនិងប្រកាសថាគាត់នឹងយកដាវសាយសតរបស់ស្ដេចត្រាញ់ Tyrant Frostblade ដែលជាដាវคล้ายៗដែលមានតម្លៃ1លានកាក់ផ្សងប្រេងចាងឡានខឹងសម័យយ៉ាងខ្លាំងដោយជឿថាគាត់កំពុងព្យាយាមចម្រិតទារប្រាក់ពីនាងដោយចេតនានាងបានចោទប្រកាន់គាត់ថាបានធ្វើឲ្យអ្វីៗពិបាកហើយសួរថាតើគាត់ពិតជាគិតថាឋានៈរបស់គាត់មានតម្លៃ1លានកាក់មែនឬស៊ូមីងគ្រាន់តែរំលឹកនាងថានាងបានផ្ដល់ឲ្យគាត់នៅជំរឿយកអាវុធណាមួយគាត់បានប្រាប់នាងថាប្រសិនបើនាងមិនមានឆន្ទៈធ្វើតាមកិច្ចព្រមព្រៀងនឹងត្រូវបញ្ចប់ដោយស្នាមនាងប្រកបដោយទំនុកចិត្តគាត់ក៏បានផ្ដល់ដំបូន្មានដល់នាងប្រាប់នាងឲ្យប្អូនស្រីរបស់នាងដឹងថានាងគួរតែត្រៀមខ្លួនដោយការខិតខំប្រឹងប្រែងទាំងអស់បង្កប់ន័យថាមានរឿងដែលទ្រព្យសម្បត្តិមិនអាចទិញបានឡើយគួរឲ្យភ្ញាក់ផ្អើលកំហឹងរបស់ចាងឡានបានរសាត់បាត់ទៅវិញជំនួសដោយស្នាមនៃញឹមចាប់អារម្មណ៍នាងយល់ថាស៊ូមីងពិតជាគួរឲ្យចាប់អារម្មណ៍និងទទួលស្គាល់ខ្លួនឯងថានាងបានដោះជំហានហួសហេតុនាងបានងាកហើយដើរចេញទៅជាមួយនឹងអង្គរកិច្ចរបស់នាងអ្នកមើលបានស្រឡាងកាងសុខស័យអំពីរបៀបដែលសិស្សនោះទើបតែបានលេងសើចជាមួយនឹងមនុស្សដែលមានអំណាចពីចាងគ្រប់នៅពេលដែលពួកគេបានចាក់ចេញទូរស័ព្ទរបស់ស៊ូមីងបានលោតសារចូលគាត់មើលលើហើយឃើញថាវាគឺមកពីរិន Shaw Man សារនោះគឺពិតជាដូចដែលគាត់បានចងចាំនាងបានសួរថាតើគាត់តែងតែចូលចិត្តនាងទេអះអាងថាមានការផ្លាស់ប្ដូរចិត្តហើយបានស្នើសុំឲ្យគាត់ជួបនាងនៅលើដំបូលអគារសិក្សានៅយប់នោះស៊ូមីងក៏សម្គាល់ដោយភាពត្រជាក់ថាទោះបីជាគាត់មិនបានដាស់ថ្នាក់អ្នកសម្លាប់ព្រះក៏ដោយក៏ល្បិចកលរបស់រិន Shaw Man មិនបានផ្លាស់ប្ដូរដែរដោយនឹកឃើញសម្បត្តិសងសឹករបស់គាត់បានឆ្លើយតបដោយសារសាមញ្ញមួយយល់ព្រមជួបនាងដោយដោះស្រាយរាវនោះរួចស៊ូមីងបានបង្វែរការចាប់អារម្មណ៍របស់គាត់ត្រឡប់ទៅរកការស្វែងរកអាវុធវិញគាត់បានទៅរកជំនួយការហាងម្នាក់ហើយសួរអំពីការដាក់តាំងវត្ថុដែលមើលទៅដូចជាថ្មរដុបដែលមានឈ្មោះថាថ្មដាវ Swordstone ជំនួយការបានពន្យល់ថាទាំងនេះគឺជាថ្មអាវុធដែលមានឱកាសផ្ដល់អាវុធកម្រិតប្រាក់ប៉ុន្តែនាងបានព្រមានគាត់ដោយប្រុងប្រយ័ត្នថាទាំងអស់គឺផ្ដាច់ទៅលើ probability ហើយថ្មភាគច្រើនមានតែអាវុធកម្រិតទាបបំផុតប៉ុណ្ណោះគួរឲ្យភ្ញាក់ផ្អើលស៊ូមីងបានប្រាប់នាងថានោះជាអ្វីដែលគាត់ចង់បានគាត់បានពន្យល់ជំនួសឲ្យការចំណាយប្រាក់យ៉ាងច្រើនលើអាវុធកម្រិតប្រាក់ដែលនឹងឆាប់ហួសសម័យវាជាការភ្នាល់ដ៏ល្អប្រសើរជាងដើម្បីលាងល្បែងលើការទទួលបានមួយពីថ្មថោកទោះបីជាយ៉ាងណានៅពេលគាត់មើលថ្មគាត់គិតថាសម្រាប់គាត់វាមិនមែនជាល្បែងទាល់តែសោះការពិតគឺថាគាត់អាចមើលឃើញទិន្នន័យនៅខាងក្នុងថ្មនេះគឺដោយសារតែជំនាញមួយទៀតដែលគាត់បាននាំមកពីជីវិតអតីតកាលរបស់គាត់គឺភ្នែកនៃគំនិត Eye of Insight ផ្ទាំងប្រព័ន្ធបានពន្យល់ថាជំនាញរឿងរៀបនិទាននេះបានផ្ដល់ឲ្យភ្នែករបស់គាត់នៅអំណាចដើម្បីមើលឃើញធម្មជាតិពិតនៃវត្ថុដោយប្រើសមត្ថភាពនេះគាត់បានលើកថ្មមួយដោយទំនុកចិត្តគាត់ដឹងថាអាវុធកម្រិតប្រាក់ធម្មតានឹងត្រូវចំណាយរាប់រយឬរាប់ពាន់កាក់ផ្សងភេងប៉ុន្តែដោយប្រើជំនាញរបស់គាត់ដើម្បីស្វែងរកមួយនៅក្នុងថ្មថោកវាគឺជាតម្លៃដ៏ល្អបំផុតសម្រាប់សិស្សគឺមានលុយដូចគាត់ស៊ូមីងអង្គុយជាមួយនឹងថ្មអាវុធសកម្មភាពរបស់គាត់បានតាក់ទាញការចាប់អារម្មណ៍ពីសិស្សដទៃទៀតម្នាក់នៅក្នុងនោះជាក្មេងប្រុសសក់ទុងដែងបានស្គាល់គាត់ថាជាក្មេងដែលទើបតែបានបដិសេធជាងគ្រប់ដ៏មានអំណាចក្មេងប្រុសនោះនិងមិត្តភ័ក្តិនឹងពីរនាក់ទៀតបានចូលទៅកាន់ស៊ូមីងញញឹមចំអកក្មេងប្រុសសក់ទុងដែងនោះបានចំអកឲ្យកយដែលកាន់ដុំថ្មអាវុធឥតបានការដោយសរចំអកគិតថាស៊ូមីងនឹងបដិសេធការផ្ដល់ជូនដោយឥតគិតថ្លៃពីសាជីវកម្មធំមួយគ្រាន់តែដើម្បីភ្នាល់លឿនដុំសម្រាមមួយដុំពួកគេបានហៅស៊ូមីងថាជាមនុស្សល្ងងទោះជាយ៉ាងណាក៏ដោយស៊ូមីងមិនបានតក់ស្លុកទេគាត់បានស្គាល់ក្មេងប៉ាលសក់ទុងដែងនោះថាជាយ៉េងឌីងដែលជាកូនអ្នកមានដែលគាត់ចងចាំពីជីវិតអតីតរបស់គាត់ដែលតែងតែសប្បាយនឹងការធ្វើបាបសិទ្ធិថ្នាក់ក្រោមដោយគិតថាស្ថានភាពនេះជាការឈឺក្បាលស៊ូមីងក៏សម្រេចចិត្តលេងសើចជាមួយពួកគេគាត់បានបាយទៅរកយ៉េងឌីងយ៉ាងស្ងប់ស្ងាត់ហើយស្នើភ្នាល់ 5000 Advance Coins ថាគាត់អាចទទួលបានអាវុធលំដាប់ Silver Rank ចេញពីដុំថ្មដែលគាត់កាន់បន្ទាប់ពីភាពស្ងប់ស្ងាត់មួយសន្ទុះយ៉េងឌីងនិងមិត្តភ័ក្តិរបស់គាត់បានផ្ទុះសំណើចដោយគិតថាស៊ូមីងជាមនុស្សល្ងងយ៉េងឌីងបានចំអកឲ្យគាត់ដោយនិយាយថាឱកាស 99.99% ដែលដុំថ្មនោះគឺជាសម្រាមហើយគាត់មិនដែលជួបនរណាម្នាក់ដែលងប់ងល់នឹងការបោះលុយចោលបែបនេះទេស៊ូមីងគ្រាន់តែតបថាពួកគេនឹងឃើញក្នុងពេលឆាប់ៗនេះថាតើអ្នកណាដែលពិតជាខៀជេលុយរបស់ពួកគេ
แจงดิงบานตัวโยกาพนวลยังอ่อนเตียสาหอยโฟงมนุได้โชว์เมอกับบานประมบดมขเนียซูมิงบานประกาศถากอดหนึ่งบักดมทมอนุพลีมหอยบานประเมียนเมงปานุกอมเอาดอกถอยแย่งดิ่งกรอนเดสาวโดยปรับกอดเอาบารำปีพรำปอนกักได้กอดเฮียบหนึ่งจุมเปียตัววิ่งจมวยหนึ่งแนกครุบขเนียกุมปงเมอซูมิงบันเทือเอา Eye of Insight ระบบกอดสกรรมจากขูวิสัยระบบกอดบานพลับดูได้อนุญาตได้กอดเมื่อเคยดาวกระหอมได้กุมปงบัญจินปนลือและขนมดมทมอโดยการสไลด์โดยตำนกจัดกอดบานวีดมทมอไอใบกตีปนลือปอกระหอมดอกพลือจางจังบานประตุกเจนปีทมอเด็กใบกติกตีให้ดาวดอมเมียนอติปลมวยบานฮอบจินหมอกแย่งดิ่งมุดแผ่ระบบกอดหนึ่งโฟมนุษย์เตียงอ๋อไอตรำแต่สมลึงมือดอยมันเจือเตียงสรงขณะได้สู้มิงจับอาวุธนกดอยได้ดาวย่างสงับกาจูนดำเนินประปอนมวยบ้านเล็กล้านดอยกำหนดอัตสัญญาณอาวุธทำไมระบบกอดคือ Black Iron Crimson Sword ได้ที่อาวุธ Silver Rang กำหนดเตียบชิมวยหนึ่งแหลกขณะพิเศษมวยได้เมียชโมท้า Crimson Drinker ได้อนุญาตเอาเวียสรบยกเชียมระบบเบซาดดำใบเชียบาลเนี่ยปราระบบเวียช่อในกันดาลพิบสงิมสงัดดอกพิทักษ์นูสู้มิงบานกันดาวทำไมระบบกอดโดยกอดสาวเวียทาจีอาวุธดอลโอบนต่อโมกอดบ้านกึดจมวยหนึ่งรูปเรียงดอกตระเชือกหนึ่งหมดมอมถาดาวทำไมนี้หนึ่งโลอัดจ่อสำหรับการนัดจูบระบบกอดจมวยรันชิยานในยุบนูยังดิ่งหนึ่งมุดแพกระบบกอดบานโชนึกขนมพิบสงิมสงัดดอกพญาฟ้าลดอยเหมือนไอเชื่อถาสู้มิงบานเตียงอาวุธซิลเวอร์แรงเจนปีดมทโมนูสู้มิงกันดาวนิเยดอยท่อมดาถาเวียมันอักระเทปีเซสมรรถเพียบไลฟ์สไตล์ระบบเวียดอยกอดสมกอถาเวียหนึ่งลบบำบัดดำเนินการระบบกอดสำหรับยังพยาบาลเฮียเลอร์โครงการสะระบองกุกเงิดดันเจนทริอัลได้นึ่งหมกดอลบนเตะประปวนมวยบางบัญเจียถาอาวุธนู้จีซิลเวอร์แรงแบล็กสตีลชวอตจีมวยยังดอพิลอยไลฟ์สไตล์คณะเปียได้ยังดิ่งสำเหลังเมืองโดยเพย์สลอนโลซูเมงวันจังโอดาวแต่กอดดาวรำลึกมิงเปียนุธากาพนวลคือจีกาพนวลไฮปรามปวนแอดเวนคอยน์ไอเลวนี้จีระบอกกอดเฮยยังดิ่งได้จังบานเตประนุกอดบานดาวเจงเตยอย่างคังสมบาดอยสไรทากอดมันนังพลิกกาอามานิเทซูมิงกรันแต่แนน้อมกอดกลมเอาทัวกาพนวลดอยถ้วยประแฮกแบบนี้ในเปิลอนาคตจำนวนกาห่างบานสำลึงเมื่อดอยกาเพียงพาวเดิงทาวีบานเจจรานชนะมกหายได้โนนามันเนี้ยบานเตียงอาวุธปิดประกอบเจงปิดดมทมอระบบโปเกชิมวยหนึ่งกาชนะระบบกวดซูมิงบานดาตรลบเตยบรรโจวินดับเบติงสรอมดาวสัวทาตาปรามป่วมกักกรุ๊ปกรานได้หรือเตจำนวนกาได้เพย์สลอนโลนูบานบรรจทาเวียกรุ๊ปกรานหายกวดบานติงสรอมดาวซิลเวอร์แรงปวามเมียดดอกไตลำโอได้กัดบรรทอยกาบัดบองเพียบทนระบอาวุธWeapon Durability Loss 50พิลอยซูมิงเมียงกาเป็นจัดดังถาเวียหนึ่งกัดบรรทอยกาเปะนึ่งระหวนระบบดาวย่างจรันขณะแดกวดการดาวระบบกวดได้เมียนสาวกาจุนดำเนินประปวนมวยบานเล็กหลานโดยสู้ท่าตากวดจังทูเอามุกเงียและกำบังได้เมียนชมูทา Weapon Manifestation สกรรมได้หรือเตกวดบานสำหรับจัดมันเฟือเวียได้กึศท้าเวียมันตอนดอลเปลน่ะลอยเตจีมวยหนึ่งสนามยังยำจำเอากอดบานกึศอมปีระเบียบได้กอดเนื้อแต่ตรยุกอาวุธทำไมนี่หอยบังการฐานนักระบะเวียกร้อยหมอกดาฉลองการอุทเชียนมวยซูมิงบานพิจารณาเลือสถานเพียบระบะกอดกอดบ้านตะตูสกอธาบรรตัวปิพญะล้างขนองเนียมเจีย Sword God กอดควักคลาสกิลได้ไอปราปราบานแต่มวยตูจีอย่างนากระดอยถนักระบกวดบานพิจวบมอกจีมวยหนึ่งเต็บกอซอลปักทอมดอมินอติปลเหมือนกัวเจือคือ Universal Ascension เต็บกอซอลแต่มวยนี้อนุญาตเอากวดดำล้างคุณภาพในเทียดนามวยบานแต่มาดองได้ถือเอาถนักมิดซิกระบกวดสะซ้อมเตนึงถนักระบเวียการดาวระบกวนกอดบานสะระบองท่ามาปนนี่กาจูนดำเนินประปวนมวยบานประกาศท่า Universal Ascensionไตรบานทูเอาสกรรมการล้างฐานะบานจุกใจให้อติปล Crimson Drinker ไตรบานตะตัวได้บานจับดารบันจิงปนลือดอยปนลือปัวกระหอมดอมเมียนอติปลกาจูนดำเนินจงกรอยมวยบานบังหายปีสถานภิบทำไมระเบิดอาวุธ Crimson Black Steel Sword ลุมดับ
High Silver Ring សមត្ថភាព Crimson Drinker របស់វាត្រូវបានបង្កើនដើម្បីបូមឈាមរបស់គោលដៅនៅពេលប៉ះហើយវាទទួលបានជំនាញថ្មីមួយគឺ Blood Surge ដែលផ្ដល់នូវជំរុញបូក5បណ្ដោះអាសន្នដល់គ្រប់ស្ថិតិទាំងអស់រយៈពេល30វិនាទីបន្ទាប់ពីសម្លាប់បិសាចមួយស៊ូមីងមានការពេញចិត្តជាមួយនឹងការដំឡើងនេះជាមួយនឹងការរៀបចំបានជោគជ័យគាត់បានធ្វើឲ្យ Weapon Manifestation ដែលលាក់កំបាំងនោះសកម្មគាត់មានទំនុកចិត្តថា Beginner Dungeon នៅថ្ងៃបន្ទាប់មិនមានឧបសគ្គអ្វីឡើយក្រោយមកនៅយប់នោះស៊ូមីងបានមកដល់លើដំបូលអគារសិក្សាគាត់បានឈរជាស្រមោលទល់នឹងទេសភាពទីក្រុងបែបអនាគតកាន់ដាវថ្មីរបស់គាត់នៅខងដៃ Ren Xian មកដល់ទីនោះរួចហើយនាងបានបែរមកជាមួយនឹងស្នាមញញឹមដ៏ទាក់ទាញហើយស្វាគមន៍គាត់ដោយលេងសើចគាត់ថាមកយឺតស្នាមញញឹមរបស់នាងបានបាត់ទៅភ្លាមដោយគ្មានពាក្យមួយម៉ាត់ស៊ូមីងបានបោកដាវរបស់គាត់សម្ដៅទៅនាងស្រែកហើយស្ទើរតែគេចផុតពីការវាយប្រហារខណៈដែលដាវបានមុតចូលទៅក្នុងគែមបេតុងដែលនាងធ្លាប់ឈរនាងសម្លឹងមើលដោយមិនជឿដោយសួរថាគាត់កំពុងធ្វើអ្វីដោយក្រសែភ្នែកត្រជាក់ហើយមិនរងាត់រងួរស៊ូមីងបានប្រាប់នាងថាគាត់បានមកដើម្បីសងសឹកអនុស្សាវរីយ៍ដ៏ឈឺចាប់ពីជីវិតអតីតរបស់គាត់បានភ្លឺឡើងចំពោះមុខគាត់ពេលដែលគាត់ស្លាប់ជីយ៉ាវកំពុងតែស្លាប់ខណៈដែល Ren Xian សម្លឹងមើលដោយគ្មានការសោកស្ដាយ Ren Xian មានការងឿងឆ្ងល់និងខឹងសម្បារនាងទាមទារឲ្យដឹងថាគាត់កំពុងនិយាយអំពីអ្វីដោយរំលឹកគាត់ថានាងទើបតែទទួលយកការសារភាពរបស់គាត់នាងបានលើកទូរស័ព្ទរបស់នាងឡើងបង្ហាញប្រវត្តិសាស្ត្រដែលគាត់បានប្រាប់នាងថាគាត់ចូលចិត្តនាងហើយសូមនាងណាត់ជួបនាងបានស្រែកដោយការអាអន់ស្រពាន់ចិត្តដោយចង្អុលបង្ហាញថាគាត់គឺជាអ្នកដែលចង់ណាត់ជួបនាងមិនអាចយល់បានថាហេតុអ្វីបានជាគាត់កំពុងព្យាយាមធ្វើបាបនាងឥឡូវនេះស៊ូមីងគ្រាន់តែឈរនៅទីនោះសម្បល់របស់គាត់តឹងរឹងនិងស្ងប់ស្ងាត់គាត់មើលនាងដល់ស្នាមញញឹមចំអោដល់ត្រជាក់និងដឹងគាត់បានប្រាប់នាងថាខណៈពេលដែលនាងនិយាយត្រីអំពីការសារភាពនោះវាបានកើតឡើងនៅក្នុងជីវិតអតីតកាលគំនិតរបស់គាត់បានរសាត់ទៅក្រោយដោយលេងឡើងវិញនៅទំនាក់ទំនងរបស់ពួកគេគាត់ចងចាំនាងថាជាក្មេងស្រីដែលពេញនិយមបំផុតនៅក្នុងសាលាខណៈដែលគាត់គ្រាន់តែជាក្មេងកំប្រាឯកគាត់បាននឹកចាំពីថ្ងៃបន្ទាប់ពីពិធី Awakening Ceremony លើកដំបូងដោយអស់សង្ឃឹមនាងមករកគាត់ដែលជាមួយនឹងស្នាមញញឹមដ៏សប្បុរសបានសួរថាតើគាត់មិនអីទេចាប់ពីថ្ងៃនោះមកគាត់មានអារម្មណ៍ថាគាត់មានក្តីស្រឡាញ់របស់នរណាម្នាក់នេះបាននាំទៅដល់សារភាពរបស់គាត់ការណាត់ជួបរ៉ូម៉ាន់ទិករបស់ពួកគេនិងភាពស្និទ្ធស្នាលរបស់ពួកគេប៉ុន្តែអតីតកាលដ៏រីករាយនោះត្រូវបានបំផ្លាញដោយការចងចាំនៃរូបថតរបស់នាងនិងចាំងតាំងជាមួយគ្នាដែលជានិមិត្តសញ្ញានៃការក្បត់ចុងក្រោយរបស់នាងត្រឡប់មកបច្ចុប្បន្នវិញមុខរបស់ស៊ូមីងបានកន្ត្រាក់ដោយកំហឹងខណៈដែលគាត់ស្រែកថាវាទាំងអស់គឺជាការកុហកគាត់បានចោទប្រកាន់នាងយ៉ាងខ្លាំងក្លាដោយប្រកាសថាគាត់ដឹងអ្វីៗទាំងអស់អំពីការដោះដូរដ៏គួរឲ្យសង្ស័យរបស់នាងជាមួយចាំងតាំងហើយនាងគ្រាន់តែប្រោសគាត់ប៉ុណ្ណោះ Ren Xian ភញាក់ផលយ៉ាងខ្លាំងនិយាយដោយរអាក់រអួលថាគាត់កំពុងនិយាយមិនសមហេតុផលហើយព្យាយាមបដិសេធការចោទប្រកាន់របស់គាត់ប៉ុន្តែស៊ូមីងមិនចោះញ័រឡើយគាត់បានប្រាប់នាងថានាងដឹងច្បាស់ថាតើគាត់កំពុងកុហកឬអត់ហើយថាបុគ្គលិកភាពដ៏ស្រស់ស្អាតនិងមានឥទ្ធិពលរបស់នាងគឺជាការក្លែងបន្លំបន្ទាប់មកគាត់បានអោនទៅរកនាងសម្លេងរបស់គាត់ពោពេញដោយពឹសហើយប្រាប់នាងថាខ្លួនឯងពិតរបស់នាងមិនមែនជាអ្វីក្រៅពីមនុស្សដែលឥតប្រយោជន៍និងគ្មានភាពខ្មាស់អៀននោះទេនៅពេលនេះភាពស្ងប់ស្ងាត់របស់ Ren Xian បានបែកខ្ទេចខ្ទីទាំងស្រុងមុខរបស់នាងបានប្រែប្រួលដោយកំហឹងខណៈដែលនាងបោះបង់ចោលនូវភាពសម្ដែងរបស់នាងបានស្រែកដាក់គាត់ដោយសួរថាតើគាត់អាចដឹងអ្វីខ្លះហើយហៅគាត់ថាជាក្មេងកំព្រានាងបានស្ទោះទឹកមាត់យ៉ាងកំណាយថាប្រសិនបើទេពកោសល្យរបស់គាត់មិនមានតម្លៃទេគាត់នឹងមិនដែលមានឱកាសនិយាយជាមួយនាងផងបន្ទាប់មកនាងបានគំរាមគាត់ដោយស្រែកថាទាំងនាងនឹងចាំងតាំងនឹងមិនអនុញ្ញាតឲ្យគាត់គេចផុតពីការប្រមាថនាងឡើយស៊ូមីងបានតបតនឹងការគំរាមកំហែងរបស់នាងដោយស្នាមញញឹមចំអោកដោយមើលងាយគាត់បានបង្ខំនាងឲ្យធ្វើវាប៉ុន្តែណែនាំនាងថានាងគួរតែបារម្ភបន្ថែមទៀតអំពីរបៀបដែលរឿងតូចតាចនេះនឹងប៉ះពាល់ដល់រូបភាពសាធារណៈបរិសុទ្ធដូចត្បូង
ដែលនាងបានបង្កើតយ៉ាងប្រុងប្រយ័ត្នការចំអោចុងក្រោយនេះបានរុញនាងឲ្យហួសពីដែនកំណត់ ដោយពុះកញ្ជ្រោលដោយកំហឹងនាងបានលោតទៅដាវដែលស៊ូមីងបានទុកនៅគ្រឿងបេតុងហើយបានបក់វាសម្ដៅទៅគាត់ខណៈដែលដាវបានខុសឆ្ពោះទៅរកគាត់ស៊ូមីងបានគិតក្នុងចិត្តថាសកម្មភាពរបស់នាងគឺដូចគ្នានឹងជីវិតអតីតរបស់គាត់ដែរទោះជាយ៉ាងណាក៏ដោយលើកនេះគាត់បានត្រៀមខ្លួនរួចរាល់ហើយដោយដែលដាវហៀបនឹងវាប្រហារចំណុចនៃធម្មពលពណ៌ក្រហមបានផ្ទុះចេញពីដាវហើយបញ្ឈប់វានៅពាក់កណ្ដាលអាកាសហើយធ្វើឲ្យរិនឈែនភ្ញាក់ផ្អើលទាំងស្រុងស៊ូមីងបានបញ្យល់ថាគាត់បានឃើញរឿងនេះមកដល់ដឹងពីចំណងចំណូលចិត្តរបស់នាងចំពោះការក្បត់ពីក្រោយខ្នងការជូនដំណឹងរបស់ប្រព័ន្ធបានបញ្ជាក់ពីការធ្វើឲ្យបើកដំណើរការនៃសមត្ថភាព Crimson Drinker របស់អាវុធរបស់គាត់ចំនួនធម្មពលពណ៌ក្រហមបានហក់ចេញពីដាវហើយរំជុំវិញរិនឈែនស៊ូមីងបានបង្ហាញអន្ទាក់របស់គាត់ពេលដែលគាត់កំណត់គោលដៅនាងជាមួយនឹងសមត្ថភាពរបស់អាវុធរបស់គាត់ជោគវាសនារបស់នាងត្រូវបានបិទបញ្ចប់ចំណុចនោះបានទៅមុខប៉ះនាងចំមុខតែម្ដងនាងបានស្រែកយំយ៉ាងខ្លាំងដោយការឈឺចាប់ដោយស្រែកថាមុខរបស់នាងត្រូវបានបំផ្លាញហើយខណៈដែលនាងដួលទៅលើដីស៊ូមីងបានឈរពីលើនាងហើយប្រាប់នាងយ៉ាងត្រជាក់ថានាងបាននាំរឿងនេះមកលើខ្លួនឯងគាត់ហៀបនឹងប្រកាសថានេះគឺជាការចាប់ផ្ដើមរបស់ការសងសឹករបស់គាត់ប៉ុន្តែនាងបានរំខានដោយស្រែកថានាងនឹងឲ្យចែងថាំងសម្រាប់គាត់ស៊ូមីងមិនបានតោះស្លុតទេគ្រាន់តែហៅដាវរបស់គាត់ត្រឡប់មកវិញដែលបានបាត់រូបរាងចូលទៅក្នុងឃ្លៀងរបស់គាត់បន្ទាប់មកគាត់បានបែរទៅដើរចេញដោយប្រាប់នាងឲ្យទៅប្រាប់ចែងថាំងថាគាត់អាចមករកគាត់នៅពេលណាដែលគាត់ត្រៀមខ្លួនគាត់បានប្រកាសថាការវាយប្រហារនៅថ្ងៃនេះគឺជាការបដិទំនាក់ទំនងរបស់គាត់ខណៈដែលគាត់បានទុកឲ្យនាងយំនៅលើដំបូលគាត់បានគិតថាដាវនេះក៏បានបំរើដើម្បីផ្ដាច់កិច្ចក្តីស្រឡាញ់ដែលគាត់ធ្លាប់ស្រឡាញ់យ៉ាងជាវដែរក្រោយមកគាត់បានទទួលការជូនដំណឹងនៅលើទូរស័ព្ទរបស់គាត់វាជាអំណោយពីសាលាសារនោះគឺមកពី Principal Wang អបអរសាទរគាត់ចំពោះការភ្ញាក់របស់គាត់ហើយផ្ដល់ឲ្យគាត់នៅកញ្ចប់រង្វាន់ Reward Package ដើម្បីជួយគាត់រៀបចំសម្រាប់ Beginner Dungeon កញ្ចប់នោះមាន Fortification Pill មួយគ្រាប់ Combat Gear Package មួយនិង $10,000 Advent Coins